អូនខាងគាត់ថាគាត់ធ្វើប្លង់គាត់ទៅខាងបងនៅខាងជ្រែ100មានអារម្មណ៍ថាអូដែលពេលក្រសួងទៅមិនដែលនឹកស្មានថាមានថ្ងៃហ្នឹងអញ្ចឹងណាខ្ញុំឈ្មោះរតកណែលខ្ញុំទិញផ្ទះវិឡាកូនកាត់នៅបរិយលេខនវត្រាផ្លូវជាតិលេខ 6A ខ្ញុំឈ្មោះញ៉ាល់ពុតពីប្រទេសមៀនជ័យមកខាងជ្រែ100សប្បាយចិត្តព្រោះវារៀង surprise ដែរទើបមួយសាមិញចូលពេកក្រសួងទៅឃើញក្រសួងបានមានដំណោះស្រាយឲ្យប្រជាពលរដ្ឋណាចាឥឡូវនេះយើងបានឯកសាររត់ឲ្យហើយនៅចាំតែថ្ងៃដែលខាងមន្ទីរនិងក្រសួងហៅយើងហៅមកយកប្លង់ដីទេខ្ញុំទិញដីខាងជ្រាម100 6A មានអារម្មណ៍ថាសប្បាយចិត្តតាមរយៈក្រសួងរៀបចំដែនដីអង្គររូបនីយកម្មបើសម្រាប់គាត់អ្នកអត់ទាន់បានដកបានហ្នឹងឲ្យគាត់តាមដានឬក៏ live page របស់ក្រសួងទៅដើម្បីតាមដានព័ត៌មានព្រោះឲ្យរាល់ព័ត៌មានទាំងអស់គេអាប់ដេតនៅក្នុងហ្នឹងហើយបាទពាក់ព័ន្ធឯកសារដែលត្រូវតម្រូវយកមកធ្វើអីក៏គេមានប្រកាសនៅក្នុងហ្នឹងស្រាប់ដែរអញ្ចឹងបានថាបងផ្ដាំទៅអ្នកដែលមិនទាន់បានមកហើយមកទាន់ខាងក្រសួងគាត់ព្រីឲ្យយើងទាន់ក្រសួងលោកប្រកាសអញ្ចឹងជួយសម្រួលអញ្ចឹងសូមបងប្អូនដែលមិនទាន់បានមកដកឯកសារសូមអញ្ជើញរស់រាន់មកដកឯកសារងាយស្រួលមកធ្វើនេះស្រួលមានអ្នកនឹងមកមានអ្នកអីអញ្ចឹងត្រឹមត្រូវអញ្ចឹងណាអរគុណច្រើនក្រសួងក៏ដូចជាក្រុមការងារទាំងជាមួយក្រុមហ៊ុនដែលបានជួយដល់ដំណោះស្រាយដល់ប្រជាពលរដ្ឋហើយក៏សូមជូនពរឲ្យក្រុមការងារក្រសួងក៏ដូចជារាជការទាំងអស់ដែរតាក់ទងនឹងជួយទៅដល់សម្រួលដល់ការងារហ្នឹងឲ្យគាត់មានសុខភាពល្អក៏ដូចជាទទួលបានការគ្រប់គ្រងពីប្រជាពលរដ្ឋទាំងអស់គ្នា